វិទ្យាយើងនៅមានទី1ដែលគឺប្រព័ន្ធសេដ្ឋកិច្ចពីណាអាចពន្យល់ពាក្យប្រព័ន្ធបានប្រព័ន្ធហ្នឹងអីគេបតីថាដាក់មួយស្នៀតនោះតើចាលោកគ្រូយើងលោកគ្រូសម្រាប់ប្រតិខ្ញុំគាត់ថាប្រព័ន្ធនេះគឺជាលក្ខណៈការបដុំឬក៏ការចងចូលគ្នានៃលក្ខណៈអ្វីមួយគ្រូបាទមានពាក្យអីផ្សេងទៀតទេដែលស្តៀងនឹងប្រព័ន្ធហ្នឹងណាវាអាចនិយាយថាជាការចែកចាយបាទលោកគ្រូវាលក្ខណៈបាទមានអីយើងអាចឧទាហរណ៍ថាពាក្យហ្នឹងគេប្រើអីទៀតទៅអានេះប្រព័ន្ធសេដ្ឋកិច្ចហើយមានពាក្យអីទៀតប្រព័ន្ធភ្លើងអញ្ចឹងណាហើយមានពាក្យអីទៀតចាប្រព័ន្ធផ្សព្វផ្សាយអីហ្នឹងគ្រូបាទប្រព័ន្ធផ្សព្វផ្សាយតែជួអញ្ចឹងឲ្យទៅវាច្រើនចូលគ្នាក្នុងគោលបំណងអីមួយហ្នឹងគឺគេហៅប្រព័ន្ធណាប្រព័ន្ធបន្លាយប្រព័ន្ធភ្លើងប្រព័ន្ធសេដ្ឋកិច្ចប្រព័ន្ធច្បាប់វិញណាប្រព័ន្ធនយោបាយណាគឺវាទៅមួយចកោមេអញ្ចឹងចាំមើលយើងអាចកំណត់និយមន័យសេដ្ឋកិច្ចហើយនឹងការចងចូលគ្នាវាអីខ្លះបាទថ្ងៃមុនកិច្ចការផ្ទះយើងបន្តិចគឺសួរថាពាក្យថាសេដ្ឋៈហ្នឹងប្រែថាម៉េចមានអ្នកបានសាកមើលពូហេងមានបានឆែកមើលពូហេងដល់ហើយនៅហើយដល់ហើយអនឡាញហ្នឹងពងដកថ្មិញសង្ស័យកំទៀងមិនឃើញទៅចូលលោកគ្រូអើយសេដ្ឋៈមានន័យថាប្រសើរបំផុតប្រសើររស់ដល់ឧត្តមឧត្តមខ្ពង់ខ្ពស់បាទនេះបើតាមវចនានុក្រមដាក់ជួនណាតអញ្ចឹងណាបាទអញ្ចឹងអត់មានប្រែថាលុយអីលីងទេយើងស្មានថាប្រែថាលុយអីណាអញ្ចឹងយើងមានសេដ្ឋីនីណាអ្នកដែលយើងប្រើពាក្យហ្នឹងក្នុងន័យអ្នកដែលមានទ្រព្យសម្បត្តិស្ដុកស្ដំអញ្ចឹងណានៅសម័យបច្ចុប្បន្នណាប៉ុន្តែពេលនៅក្នុងន័យដើមមកវាយើងមើលយមន័យក្នុងវចនកម្មដាក់ជនណាត់ឃើញណានេះថាប្រសើរខ្ពង់ខ្ពស់ឬក៏មានប្រយោជន៍ដ៏សំខាន់អញ្ចឹងណាអញ្ចឹងមានប្រយោជន៍ដ៏សំខាន់ប្រសើរបំផុតឯហ្នឹងបាទបើយើងគិតទៅមានអីសេដ្ឋីនីឬសេដ្ឋីហ្នឹងបានតែគេចេះប្រើប្រាស់អីមួយហ្នឹងវាបានប្រយោជន៍ធំបំផុតហើយបើគេបានទៅជាទ្រព្យសម្បត្តិអញ្ចឹងណាnếu màយើងគិតតាមធម្មតាដែលយើងនឹងរៀនទូទៅវាអត់ដូចករណីយើងប្លន់គេលួចគេទេនឹងក្នុងចិត្តយើងដឹងយើងប្លន់គេខ្លាចជាអ្នកមានអីយើងមិនចង់ហៅសិទ្ធិអញ្ចឹងទេបាទបើពាក្យដើមនៅក្នុងភាសាឡាតាំងមកដល់បារាំងហើយនិងអង់គ្លេសហ្នឹងគឺការរៀបចំផ្ទះណានេះគេអានមិនទេ the economy អញ្ចឹងណាដល់ទៅជាបារាំងហើយអង់គ្លេស economic ហ្នឹងខ្ញុំបន្ថែមតិចមុខវិជ្ជាសេដ្ឋកិច្ចយើងeconomics មាន S ចុងហ្នឹងគឺមុខវិជ្ជាហ្នឹងណា mathematics S ចុងនេះគឺមុខវិជ្ជាគណិត economic មាន S ចុងហ្នឹងក៏ដូចគ្នាអញ្ចឹងហើយចឹងទៅការបកប្រែអញ្ចឹងវាបាត់កន្លែងខ្លះគេនិយាយពីមុខវិជ្ជាសេដ្ឋកិច្ចមានន័យថាសេដ្ឋកិច្ចវិទ្យានេះណាហើយបើ economy គឺសេដ្ឋកិច្ចស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសណាបាទអូខេចឹងសង្ខេបមកវិញសេដ្ឋៈសេដ្ឋីនេះគឺការប្រើធនធានឲ្យវាបានប្រសើរបំផុតណាហើយចំពោះយើងរៀនប្រើប្រាស់អីវាបានផល
ภาษาបំផុតយើងសម្គាល់ថាអីដែលមានប្រយោជន៍ជុំវិញខ្លួនហ្នឹងហើយយើងប្រើវាឲ្យបានផលធំបំផុតឲ្យផ្នែកយើងណាហើយទៀតយើងរៀនមួយផ្នែកទៀតទៅគឺដល់ពេលយើងធ្វើការឬក៏លក់ទំនិញឬក៏អីហ្នឹងគឺធ្វើម៉េចឲ្យវាបានផលអញ្ចឹងដូចគ្នាណាបាទភាសាសាមញ្ញដែលយើងនិយាយមកកណាត់ទៅគឺសេដ្ឋកិច្ចវិទ្យានេះយើងរៀនប្រើប្រាស់ធនធានដែលយើងមានឬក៏បើនិយាយពីសង្គមវិញធនធាននៅក្នុងសង្គមដែលមានហ្នឹងធ្វើម៉េចឲ្យវាបានផលច្រើនបំផុតនេះចូលលប្រើណាហើយធ្វើម៉េចឲ្យបានផលឲ្យបានលទ្ធផលទៅវិញហ្នឹងគឺច្រើនបំផុតហើយហ្នឹងភាសាសាមញ្ញយើងហើយបើយើងនិយាយពីសភពពុំវិញគឺវាអត់ដូចយើងនិយាយធម្មតាទេវាត្រូវតាបោះក្បាយជាងហ្នឹងមានវិធានមានកិរិយាមានកម្មបត្តិអីច្បាស់លាស់ណាបាទអញ្ចឹងយើងចូលមើលសភៅពុំយើងបន្តិចទៅនេះខ្ញុំមើលតាមអនឡាញណា search តាសេដ្ឋកិច្ចវិទ្យាថ្នាក់ទី11មកវាចេញហើយចុចអានទៅបានប៉ុន្តែនេះយើងគឺទិញសភៅទៅយើងស្រួលគូសស្រួលវាណាកុំអត់ប្រើវាអត់កើតទេបាទអ្នកគ្រូចាំណាក់ចូលដែរណាចូលមកកត់វត្តមានណានេះយើងសួរបងអូអត់ឆ្លើយសង្ស័យបញ្ញាយកចុចលេងបាទសូមម្នាក់អានកន្លែងនេះបន្តិចមានសួរលោកយុអូបងចូលមិញហ្នឹងរកកន្លែងបើកអត់ទាន់ឃើញកន្លែងបើកសម្លេងមុនចូលហ្នឹងបិទសម្លេងសិនដល់ពេលហើយកន្លែងកើតឃើញបាទអញ្ចឹងសូមលីដាអូនេះដាច់បន្តិចណាលីដាអាចអានកន្លែងនេះបន្តិចមកបាទនេះបានលោកគ្រូបាននេះកថាខណ្ឌទី1នេះការរស់នៅរបស់មនុស្សនេះសេចក្តីផ្ដើមនៃការបាទអុយត្រូវមានជាលោកគ្រូអានឲ្យនឹងវិញមែនបាទអានតែមកកថាខណ្ឌហ្នឹងមកបានណាជំពូកទី1សេដ្ឋកិច្ចទីផ្សារនិងផលិតកម្មនៅក្នុងជំពូកនេះសិក្សាពីឃើញអក្រង់ខ្ញុំបង្ហាញទៅឯងឃើញនេះផ្ទាំងខ្ញុំបង្ហាញតនេះឃើញលោកគ្រូឃើញបាទអានហ្នឹងមកឡើងកថាខណ្ឌទី1សេចក្តីផ្ដើមនៃការសិក្សាសេដ្ឋកិច្ចការរស់នៅរបស់មនុស្សនៅក្នុងក្រុមគ្រួសារនិងសហគមន៍និងសង្គមនីមួយៗត្រូវមានជាចាំបាច់របស់ប្រើប្រាស់គ្រប់បែបយ៉ាងដែលឆ្លុះបញ្ចាំងឲ្យឃើញទំនាក់ទំនងរវាងការរស់នៅរបស់មនុស្សជាមួយនឹងធម្មជាតិឬទំនាក់ទំនងរវាងមនុស្សនិងមនុស្សដើម្បីរស់នៅប៉ុណ្ណឹងចាស់អត់អីទេអញ្ចឹងមកចំណុចទី1ហ្នឹងខ្លឹមសារសំខាន់ជាងគេគឺតាប៉ុណ្ណឹងទេគឺសេដ្ឋកិច្ចយើងនិយាយពីទំនាក់ទំនងរវាងមនុស្សហើយនិងមនុស្សហើយយើងប្រើប្រាស់ធម្មជាតិប៉ុណ្ណឹងណាទីហោថាយើងមានពលឺព្រះអាទិត្យហ្នឹងថ្ងៃយើងប្រើអត់ដឹងខ្លួនទេហើយយើងអត់មានតំណែងតំណងសេដ្ឋកិច្ចអីជាមួយព្រះអាទិត្យទេបានន័យថាយើងប្រើពលឺព្រះអាទិត្យហ្នឹងអត់មានដែលឲ្យលុយព្រះអាទិត្យទេឃើញទេ
free ណាដែលបងលុយគាត់ឬក៏ចំណាយអីឲ្យទៅធម្មជាតិនឹងវិញទេហើយយើងចំណាយទៅវិញក៏អត់ដែលត្រូវឧទាហរណ៍យើងចាក់ទឹកយើងចោលលើដីលើអីចុះធម្មជាតិក៏មិនដែលថាចាក់ចឹងកើតអីទេគឺអត់មានតំណែងជាលុយកាក់អីហ្នឹងទេឬក៏ផលប្រយោជន៍អីហ្នឹងទេផ្ទុយទៅវិញឧទាហរណ៍ថាយើងយប់ឡើងចេះយើងត្រូវបើកភ្លើងទិញពូលភ្លើងអីហ្នឹងគឺយើងទិញពីមនុស្សអាហ្នឹងអញ្ចឹងយើងអត់អាចទៅយកពីណាមកដោយទៅទេទេអញ្ចឹងគឺអាហ្នឹងតំណែងពីផ្នែកមួយគឺរវាងមនុស្សនិងមនុស្សហើយមួយទៀតគឺយើងទាញពីធម្មជាតិអញ្ចឹងណាពូភ្លើងអីទាំងអស់ដែលយើងផលិតមកហ្នឹងយើងអត់ជប់វាទេគឺយើងយកពីធម្មជាតិយើងមកធ្វើអញ្ចឹងណាអញ្ចឹងយើងរៀនសេដ្ឋកិច្ចហ្នឹងគឺយើងផ្ដោតទៅលើតំណែងមនុស្សហើយនិងមនុស្សណាម្សិលមិញហ្នឹងគឺខ្ញុំផ្ដោតឲ្យហើយគឺការជាអ្នកទិញឬក៏ជាអ្នកលក់អាហ្នឹងគោលសំណួរដែលធំជាងគេបានន័យថាមួយយើងបានរបស់មួយទៀតយើងបានជាលុយហ្នឹងយើងបានទៅវិញទៅមកហើយនេះនៅខាងស្នាមដៃពាក្យនេះយើងឃើញព្រួយខ្ញុំចង្អុលណាតាមពិតទៅនេះនេះដែរឃើញព្រួយខ្ញុំចង្អុលហ៎នេះមើលអនឡាញទេពិបាកតិចបាទឧបមាថាឃើញហើយការអភិវឌ្ឍសេដ្ឋកិច្ចការរីកចម្រើនសេដ្ឋកិច្ចហ្នឹងគឺសំខាន់ជាងគេអាហ្នឹងហើយបានគេគឺការទិញការលក់រវាងមនុស្សពីរនាក់ហ្នឹងណាបានន័យថាគាត់បាទឃើញណាឃើញមកតើបានន័យថានេះបាតុភូតនៃដំណើរវិវត្តឬក៏អភិវឌ្ឍសេដ្ឋកិច្ចកើតពីតំណែងមនុស្សហើយមនុស្សហ្នឹងហើយបើមនុស្សគាត់ទិញគាត់លក់គ្នាច្រើនទៅអាហ្នឹងសេដ្ឋកិច្ចរីកចម្រើនហើយនិយាយឲ្យស្រួលស្ដាប់ទៅណាបាទតមកទៀតដល់ចំណុចទី2នេះខ្ញុំលឿនណាស់នេះមានពាក្យឈ្មោះអ្នកប្រាជ្ញមួយដែលល្បីជាងគេនៅក្នុងសេដ្ឋកិច្ចនេះ Adam Smith នេះណាខ្ញុំលើកពីលើកមុនមកហ្នឹងគឺទិសដៅរបស់គាត់ទាំងអស់ហើយហ្នឹងគេនៅតែប្រើទិសដៅគាត់អញ្ចឹងហើយនៅអង់គ្លេសគេដាក់ភ្នូគាត់មួយហ្នឹងហើយគេថានេះគឺអ្នកនិពន្ធសភៅហ្នឹងណាបាទនេះសេដ្ឋកិច្ចដែលថាគាត់វិភាគទៅវារីកចម្រើនមិនហ្នឹងគឺអ្នកទិញហើយអ្នកលក់ហ្នឹងហើយចាប់ផ្ដើមមកអញ្ចឹងអ្នកទិញគាត់បានរបស់អញ្ចឹងគាត់រីកចម្រើនគាត់បានរបស់របស់គាត់ហើយអ្នកលក់គាត់បានជាលុយអញ្ចឹងលុយហ្នឹងគឺរីកចម្រើនដូចគ្នាអញ្ចឹងថ្ងៃក្រោយគាត់ទិញឲ្យទៀតទៅបាទហើយរបស់នេះគឺគាត់អាចជាប្រយោជន៍អីផ្សេងទៀតរឿងរបស់គាត់ឧទាហរណ៍ថាគ្រូបង្រៀនសិស្សអញ្ចឹងទៅគ្រូគាត់បង្រៀនសិស្សគាត់ផ្ដល់ជាចំណេះដឹងអ្នកលក់ហ្នឹងណាអ្នកលក់សេវាអ្នកដឹងអត់មានមើលទៅអត់មានបានអីទេហើយអ្នកទិញគឺសិស្សឲ្យលុយមកយើងមើលផ្លែដូចសិស្សខាតអញ្ចឹងតែអត់ទេហ្នឹងចំណេញដូចគ្នាសិស្សបានចំណេះដែលថ្ងៃក្រោយទៅគាត់យកធ្វើអីផ្សេងទៀតបានប្រយោជន៍មកវិញទៀតណាហើយអ្នកលក់គឺគាត់បានលុយភ្លាមអាហ្នឹងគឺគោលការណ៍ហ្នឹងគឺប្រើរហូតហើយធំជាងគេនេះឈ្មោះនេះយើងចាំតិចទៅឈ្មោះហ្នឹងគឺមានតែ2 3ឈ្មោះទេដែលកម្រិតយើងនេះណាAdam Smith ហ្នឹងជាពោលរបស់គាត់នេះចំណងជើងan inquiry into the nature and causes of the wealth of nations
ការសិក្សាស្វែងយល់ទៅលើធម្មជាតិនិងមូលហេតុដែលបង្កឲ្យមានទ្រព្យសម្បត្តិរបស់ប្រទេសមួយបាទអញ្ចឹងប្រធានចំណងជើងរបស់គាត់ហ្នឹងគឺគួរឲ្យជក់ចិត្តណាគឺជាសំណួរដែលធំមួយហើយដល់ពេលគាត់ឆ្លើយទៅគឺវាងាយហើយប្រទេសផ្សេងហ្នឹងធ្វើតាមគំនិតរបស់គាត់ហ្នឹងទៅក៏សេដ្ឋកិច្ចពិភពលោកយើងហ្នឹងគឺចាប់ផ្ដើមមានមនុស្សចាប់ផ្ដើមមានជីវភាពធូរធារខុសពីសម័យមុនឆ្ងាយយើងមើលសម័យឥឡូវទៅមានទូរស័ព្ទប្រើអីប្រើហ្នឹងមិនចាំបាច់ស្ដាច់មិនចាំបាច់ទេយើងធម្មតាយើងអាចប្រើបានអញ្ចឹងហ្នឹងត្រូវដឹងគុណគាត់ណាអញ្ចឹងបកមកកន្លែងសុភពុំយើងតិចកន្លែងនេះពិបាកយល់ពិបាកបាត់បកទៅណាខ្ញុំបន្ថែមបន្តិចហ្នឹងបាត់បកទៅការសិក្សាស្រាវជ្រាវស្ដីពីធម្មជាតិនិងមូលហេតុណាកើតមានធនធានរបស់ប្រជាពលរដ្ឋបាទមានកើតមានធនធានន័យថាអីក៏មានប្រជាពលរដ្ឋនេះគឺប្រទេសហ្នឹងហ្មងណាគាត់និយាយពីប្រទេសឬក៏ប្រជាជាតិអានេះថាធម្មជាតិនៃទ្រព្យសម្បត្តិនៅក្នុងប្រទេសមួយហ្នឹងវាកើតឡើងដោយសារអីធ្វើម៉េចនិយាយស្រួលស្ដាប់ទៅប្រទេសមួយធ្វើម៉េចមានអញ្ចឹងណាហើយកន្លែងនេះក៏អត់ត្រូវដែរនេះសេចក្តីប្រកាសឯករាជ្យរបស់អាមេរិកហ្នឹងគឺតែมันអាចបោះពុំផ្សាយហ្នឹងអត់មានទេគាត់បោះផ្សាយធម្មតាទេចែកគ្នាអានពេញហ្នឹងណាដែលប្រកាសឯករាជ្យហ្នឹងគឺផ្ដោតទៅលើនយោបាយវិញមានន័យថាប្រជាជនមានសិទ្ធិបោះឆ្នោតចូលឈ្មោះគេបោះឆ្នោតចូលរួមការងារនយោបាយប្រទេសហ្នឹងអញ្ចឹងពីរហ្នឹងគឺធាតុសំខាន់ពីរនៃអ្វីដែលសម័យឥឡូវយើងហៅថារបបប្រជាធិបតេយ្យសេរីហ្នឹងណាផ្នែករបស់ Adam Smith នេះគឺសេដ្ឋកិច្ចផ្នែករបស់អាមេរិកកាំងនេះគឺជាផ្នែកនយោបាយតែវាឈរលើគោលការណ៍តែមួយទេបាទហើយនឹងឈ្មោះមួយទៀតដែលវគ្គក្រោយទៀតខ្ញុំនឹងបន្ថែមគឺហើយ John Maynard Keynes នេះគាត់សរសេរឈ្មោះគេខុសច្រើនដែរហើយមានឈ្មោះមិនអាន Keynes ឈ្មោះគាត់អាន Keynes គាត់អង់គ្លេសដែរតែនេះវគ្គក្រោយចាំខ្ញុំបញ្ចូលមកនេះគាត់សរសេរបន្ថែមពីលើនឹងទៀតគឺដោះស្រាយវិបត្តិណាពេលសេដ្ឋកិច្ចមានវិបត្តិគឺគាត់គេដោះស្រាយហ្នឹងគឺគេលើកឈ្មោះគាត់ណាហើយក្នុងសភៅយើងលើកពីនិយមន័យច្រើនដែលយើងអាចអានបន្ថែមតិចទៅគឺដឹងតែពិបាកយល់ហើយសិទ្ធិពាក្យចែកទេសហើយមិនដឹងសំដៅលើអីឲ្យប្រកបទេណាយើងទៅណែអានលេខទៅយមន័យសេដ្ឋកិច្ចហ្នឹងហើយលេខ4ប្រភេទសេដ្ឋកិច្ចហ្នឹងក៏អត់ជាអីសំខាន់ដែរมันជាអីធំដុំទេប្រភេទអីយើងដឹងថាសេដ្ឋកិច្ចយើងសិក្សាពីការទិញលក់របស់មនុស្សហ្នឹងហើយនឹងមួយផ្នែកទៀតគឺតួនាទីរបស់រដ្ឋាភិបាលដែលយើងបានលើកតិចទៀតខ្ញុំបកទៅវិញតែយើងសួរថាប៉ុណ្ណឹងទៅថារដ្ឋាភិបាលហ្នឹងគាត់តួនាទីអីគេហើយធ្វើការច្រើនប៉ុន្មានអញ្ចឹងទៅគាត់ទាំងកំណត់ទាំងការទិញលក់របស់គេទេអាហ្នឹងតួនាទីគាត់ច្រើនណាគាត់អត់ខ្វល់ទេគិតតែត្រឹមការពារឬក៏គេហៅអនុវត្តច្បាប់ចាប់អ្នកដែលបំពានគេអាហ្នឹងគឺតួនាទីជាមូលដ្ឋានហើយតាម Adam Smith ដែលគាត់លើកមកហ្នឹងគឺសេដ្ឋកិច្ចទីផ្សារតួនាទីមូលដ្ឋានគឺគេសំដៅទៅលើគាត់ហើយវាចង់លើសហ្នឹងទៀតអាហ្នឹងរឿងរបស់យើងផ្សេងទៀតហើយដល់ហើយគេមានប្រភេទចេះតែមានឈ្មោះសេដ្ឋកិច្ចទីផ្សារសេរី 4.1 ហ្នឹងមកហើយមានអីទៀតយើងចេះតែដឹងឈ្មោះវាតិចទៅអានេះមិនជាខ្លឹមសារអីទេលេខ 4.2 នេះសេដ្ឋកិច្ចបញ្ជាឬសេដ្ឋកិច្ចផែនការហ្នឹងវានៅធ្លាប់មាន20ឆ្នាំមុនអីទៅក្រោយទៀតណាចឹងមិនគេនៅលើកហើយសេដ្ឋកិច្ចផែនការគឺប្រទេសកុម្មុយនីសគេលើកផែនការ5ឆ្នាំហ្នឹងត្រូវធ្វើអី5ឆ្នាំធ្វើអីចឹងណា
តែឡូវលេងមានហើយបានន័យថាគេធ្វើទៅវាអត់ប្រយោជន៍ចឹងគេជប់ធ្វើហើយសេដ្ឋកិច្ចប្រជាដូចគ្នាគឺខាងកុម្មុយនីសហើយជាឲ្យលក់ក្នុងតម្លៃនេះជាឲ្យផលិតប្រមាណអីប្រមាណហ្នឹងគឺការងាររបស់រដ្ឋចឹងឥឡូវគេបោះបង់ចោលអស់រឿងអស់ហ្នឹងនៅមានចិននៅមាននិយាយទៅឲ្យតែប្រទេសកុម្មុយនីសគឺគាត់ធ្វើរឿងអស់ហ្នឹងច្រើនហើយដល់ពេល 4.3 ចម្រុះហ្នឹងវាមកឆ្មាញតិចហើយចម្រុះយើងចែកអត់ដាច់ហ្នឹងបាទអញ្ចឹងនេះគាត់សង្ខេបល្អកន្លែងAdam Smith ក្រោយនេះ 4.2 នេះណាសូមអ្នកក្លាហានណាអានម្នាក់សិនមានអ្នកស្ម័គ្រចិត្តទេមើលកំទៀងនៅឯកំទៀងនៅដែរដល់កំពង់ដកស្មិញមង្គលនៅឯសំសុកមង្គលគេធីតារីធីតានៅឯតែអស់ដឹងបតីនៅឯបតីចាលោកគ្រូអានបានលោកគ្រូបាទនេះតាខាងលើនេះលើ 4.2 នេះ4.2 សេដ្ឋកិច្ចបញ្ជាឬសេដ្ឋកិច្ចផែនការប្រព័ន្ធសេដ្ឋកិច្ចបញ្ជាអានលើនេះអូនលើហ្នឹងលោក Adam Smith បាទលោក Adam Smith បានអះអាងទៀតថាប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចបែបទីផ្សារសេរីមានលក្ខណៈអំណោយផលល្អពីព្រោះការប្រើប្រាស់ធនធានសេដ្ឋកិច្ចប្រព្រឹត្តទៅដោយមានប្រសិទ្ធភាពខ្ពស់ផលិតកម្មមានកំណើននិងអាចដោះស្រាយបញ្ហាវិកម្មភាពបានសេដ្ឋកិច្ចមានស្ថិរភាពមានកំណើនរហ័សអានខំតើលោកគ្រូបាទដូចនេះហើយអ្នកនិយមសេដ្ឋវិទូ classic នៅតែមានជំនឿថាក្នុងសកម្មភាពសេដ្ឋកិច្ចរដ្ឋពុំចាំបាច់លុកដៃធ្វើអន្តរាគមន៍នោះទេបាទអញ្ចឹងអាហ្នឹងក្តោបខ្លឹមសារសភៅគាត់ច្រើនណាស់បាទខ្ញុំបញ្យល់បន្ថែមបន្តិចពងត្រីទី1ការប្រើប្រាស់ធនធានសេដ្ឋកិច្ចប្រព្រឹត្តទៅដែលមានប្រសិទ្ធភាពខ្ពស់អានេះថាយើងឲ្យប្រជាជនហ្នឹងគាត់ទិញដូរខ្លួនគាត់ផលិតខ្លួនគាត់ឲ្យខ្លួនគាត់ហ្នឹងទៅគឺគាត់ចេះគិតហើយថាធ្វើអីចំណេញធ្វើអីខាតចឹងបាច់ណាទៅខ្វល់ទេមានណាដឹងជាងគាត់ទេហ្នឹងណាយើងមានពេលអានសភៅគាត់ទៀតល្អឧទាហរណ៍គាត់ក៏ល្អច្រើនហើយในសេដ្ឋកិច្ចហ្នឹងក៏ចឹងដែរភាគច្រើនស្គាល់តែឈ្មោះគាត់ដឹងអាទិស្ដីចឹងតែអត់ដែលអានសភៅគាត់ទេហើយសភៅគាត់ខ្ញុំអានក្នុងបានឡៃហើយតែខ្ញុំទិញថែមមួយក្បាលទៀតយកមកទុកណាដោយសារវាចំណេះដឹងជ្រៅជ្រះតែហ្នឹងយើងស្ដាប់ទៅងាយមែនតើហេតុអីបានមនុស្សផ្សេងគាត់គិតយល់គាត់ក៏មិនគិតយល់ទេគាត់ភាសាមិត្តភ័ក្តិអីច្រើនដេញដោលគ្នាច្រើនមិនគាត់សរសេរសភៅហ្នឹងណាអញ្ចឹងការងារគឺគាត់ខ្លួនគាត់ហ្នឹងគាត់ដឹងជាងឲ្យគាត់ធ្វើទៅអ្នកទិញអ្នកលក់ជាជនទូទៅហ្នឹងណាហើយរដ្ឋទូនីតិគឺចាំតែដោះស្រាយបណ្ដឹងចាំតែមើលណាគេធ្វើបាបណាទេក្រៅពីហ្នឹងគឺគាត់ចេះគិតហើយដូចថាមានអ្នកបន្លំមានអ្នកបោកហ្នឹងហ្នឹងទូនីតិរដ្ឋដែរតែលក់គ្រឿងចំណីអាហារដែលពុលដែលអីហ្នឹងអាហ្នឹងរដ្ឋដែរណាអត់មានការដោះដូរដោយស្ម័គ្រចិត្តទេអាហ្នឹងពួកអីយើងអត់ដឹងថាពុលផងអញ្ចឹងហ្នឹងយើងកុំច្រឡំគ្នាថានៅចំណុចក្រោមដែលថារដ្ឋពុំចាំបាច់លូកដៃធ្វើអន្តរាគមន៍ហ្នឹងណាហ្នឹងគាត់មិនមែនថាអត់ធ្វើអីទេកុំចេះច្រឡំកន្លែងហ្នឹងគឺតួនាទីសំខាន់គឺដោះស្រាយចំនួនហើយនឹង
chập tròn nè để piên kê đi có chập rồi song hay nâng rồi quạt ăn bọt tạm cái sân giá quạt chẳng á ta sân giá sầm nong ta thuê cái 27 khai bọt 2 tế song chẳng á chẳng là cả đọc xe ở nó nâng và hay phong trai tivi ní ởផលិតកម្មមានកំណើតមានន័យថាការផលិតឬការលក់ការអីហ្នឹងគឺវាឡើងជាងមុនហើយអញ្ចឹងធ្លាប់តែមានឡានធម្មតាមនុស្សនឹងផលិតឡានល្អជាងមុនបន្តទៀតហើយដើម្បីបំពេញតម្រូវការរបស់មនុស្សហើយបញ្ហានិកម្មភាពនេះបានន័យថាការអត់ការងារធ្វើអញ្ចឹងដល់ពេលមានការផលិតការលក់ការអីច្រើនទៀតទៅគេត្រូវការមនុស្សច្រើនដើម្បីបំពេញការងារហ្នឹងអញ្ចឹងអត់មានទេគេអត់ការងារធ្វើហ្នឹងមានតែខ្វះការងារវិញដូចនៅជប៉ុនអញ្ចឹងគឺបើយើងនិយាយតិន័យវាមានអ្នកអត់ការងារធ្វើខ្លះបណ្ដាជាក់ស្ដែងគេបិទប្រកាសរកមនុស្សធ្វើការហ្នឹងអត់ងាយបានទេអត់មានមនុស្សធ្វើការងារគេសម្បូរហើយការងារគេសម្បូរហើយកម្រអត់មានណាធ្វើការហ្នឹងតើអ្នកគាត់រៀងផ្សាយភាសាអីមកគាត់អត់ធ្វើហ្នឹងហើយទី3នេះគាត់មិនសូវជាបដោតទេអាស្ថិរភាពសេដ្ឋកិច្ចហ្នឹងនោះពោគាត់ដឹងថាកើនទៅមុខហើយចុងក្រោយនេះគេប្រើពាក្យសេដ្ឋវិទូ classic classical economy និង classical ហ្នឹងគឺបុរាណនិយាយទៅតាមទៅបុរាណណាប៉ុន្តែបុរាណហ្នឹងក្នុងន័យថាវាដូចខ្ញីចាស់អញ្ចឹងណាមិនបុរាណក្នុងន័យហួសសម័យទេបុរាណក្នុងន័យថាគេនៅតែនិយមអញ្ចឹងយើងរៀនសេដ្ឋកិច្ចពាក្យថាសេដ្ឋកិច្ចនេះគឺអត់អាចចោលឈ្មោះគាត់ទេយើងចង់និយាយពីអីក៏ដោយគឺมันអាចរំលងឈ្មោះរបស់គាត់នោះទេហ្នឹងគេហៅសេដ្ឋកិច្ចបែបសេដ្ឋវិទូ classic ហ្នឹងហើយបើយើងអត់ទទួលយកទ្រឹស្ដីក្រោយទៅនៅតែយករបស់គាត់ហ្នឹងមកហ្នឹងគឺ classic ពេញតួហ្នឹងណាពេលអញ្ចឹងខ្ញុំងាកមកសង្ខេបបង្ហើយតិចយើងបកមកការសង្ខេបទ្រឹស្ដីរបស់គាត់វិញគឺតាំងពីមេរៀនមួយមកគឺគាត់ចែកឲ្យដាច់ថាអីគេកម្មសិទ្ធិឯកជនហើយនឹងអីគេកម្មសិទ្ធិរួមណាកម្មសិទ្ធិឯកជនជាជនគាត់ធ្វើអីធ្វើទៅកុំប៉ះពាល់កុំលូកដៃគាត់ប្តឹងគ្នាយើងដោះស្រាយហើយការងារយើងគឺការងាររដ្ឋហ្នឹងណាការងារយើងហ្នឹងការងាររដ្ឋគឺចាត់ចែងការងាររួមការងារកម្មសិទ្ធិរួមហើយអស់ហ្នឹងហើយអញ្ចឹងយើងសួរថាបាទនេះរំលឹកឡើងវិញណាការពារកម្មសិទ្ធិឯកជនអស់ហ្នឹងបើនិយាយពីដីនេះយើងចេញលិខិតទទួលស្គាល់ហើយទៅយ៉ាងណាក្នុងន័យកុំឲ្យមានគេមកឆ្លោះគ្នារឿងដីណាហើយស្រុកគេសេរីអីហ្នឹងគឺឡានយើងដឹងវាចុះវិជីមានផ្លាកលេខហ្នឹងណាបើនេះសម្គាល់ថាបោះណាគេហ្នឹងលក់ស្រួលលួចពិបាកណាម៉ូតូផ្លាកលេខហើយចុះកង់មិនដែរខ្ញុំសាកសួរមើលកង់យើងកង់អត់មានទេអត់មានលេខអត់មានអីណាចង់រកអ្នកស្ម័គ្រចិត្តវិញបើនិយាយអត់មានអ្នកឆ្លើយទេណាលីតានៅហ៎កំពេចលីតាចាលោកគ្រូកង់គួរមានផ្លាកលេខទេណាខ្ញុំគិតថាគួរមានលោកគ្រូមិនយើងអត់មានតែផ្លាកលេខឡានហើយលេខម៉ូតូកង់អត់មានលីងកង់នៅសារតែអាចនឹងវាទូចផងហើយបច្ចុប្បន្នឥឡូវអត់សូវអ្នកជីផងហើយបើសិនជាគេជីមកផ្លែនហើយបើសិនជាយើងគិតទៅមើលលើករណីបើសិនជាមានឆក់ប្លន់វិញបើសិនជាគេឆក់ប្លន់គេយកកង់ទៅឆក់ប្លន់នេះដោយសារតែអាចនឹងជាអត់តាន់បាទល្អអាហ្នឹងតាមពិតគោលការណ៍វាតែមួយទេអញ្ចឹងមកយើងរៀនយល់គោលការណ៍ទៅយើងអត់ពិបាកយល់ទេយើងដាក់ផ្លាកលេខចុះបញ្ជីដើម្បីអីគឺបាទការបងពុនរឿងមួយបើសំខាន់គឺតួនាទីរបស់រដ្ឋគឺរក្សាទ្រព្យសម្បត្តិរបស់ប្រជាជនអញ្ចឹងណាអញ្ចឹងគាត់ចង់លក់ទេសិទ្ធិគាត់ទៅហើយមានផ្លាកលេខឃើញទេហើយណាគេចង់លួចមិនកើតណាបើផ្លាកលេខចុះបញ្ជីនៅនឹងម៉ូតូដូចគ្នា
ហើយនៅជប៉ុនមានផ្លាកលេខកង់ណាកង់ខ្ញុំអីមានផ្លាកលេខចឹងហ្នឹងគឺគោលដៅដូចគ្នាទេដើម្បីការពារទ្រព្យសម្បត្តិឯកជនរបស់ប្រជាជនហ្នឹងហើយតែយើងចុះតែប៉ុណ្ណឹងទៅងាយលួចទេអញ្ចឹងតើអ្នកលួចឧបមាថាយើងអ្នកលួចទៅលួចយកទៅលក់មួយទៀតគេរកវិជីស្នាមហើយអញ្ចឹងហើយជិះតាមផ្លូវប៉ូលីសអាចឆែករកជីស្នាមរបស់ហើយជាបង្ហាញថាយើងម្ចាស់កម្មសិទ្ធិហ្នឹងមានអត់បើអត់ទេប៉ូលីសចាប់ហើយឃើញទេអញ្ចឹងអាការធ្វើរឿងអស់ហ្នឹងងាយទេប៉ុន្តែវាការពារកម្មសិទ្ធិឯកជនរបស់ប្រជាជនបានច្រើនណាស់អញ្ចឹងមនុស្សធំធៅគាត់រកស៊ីទៅបានអត់អីទេហើយចោលពិបាកហើយយើងអត់មានអាហ្នឹងឬក៏មានដែរតែធ្វើក្នុងតម្លៃថ្លៃពេកឧទាហរណ៍ថាផ្ទេរកម្មសិទ្ធិឡានអីចឹងចុះវាអស់ច្រើនពេកឬក៏អីទៅប្រជាជនក៏អត់ចង់ធ្វើទេអញ្ចឹងងាយលួចងាយបាត់ងាយអីរឿងការពារកម្មសិទ្ធិឯកជនហ្នឹងវាអត់បានអញ្ចឹងណាទូនីតិសំខាន់ជាងគេឥឡូវយើងសាកសួរវិញថាចាកម្មសិទ្ធិឯកជនកម្មសិទ្ធិរួមហ្នឹងមិនទៅទូរស័ព្ទដៃអាហ្នឹងកម្មសិទ្ធិវាមិនកម្មសិទ្ធិឯកជនឬកម្មសិទ្ធិរួមចេញស្អីពេចនៅហ៎ហួយនៅហ៎ហួយបាត់ហើយនៅសល់ឡៃគីមមកឡៃគីមទៅចូលមិនដែរឡៃគីមទៅមកដល់ទៅគ្រូទៅញ៉ាំបាយហើយអីទៀតដល់ថ្មីណាទូរស័ព្ទដៃជាកម្មសិទ្ធិឯកជនឬក៏កម្មសិទ្ធិរួមណាមកដាច់ភាកអាមុនបន្តិចចឹងពូហេងនៅហ៎នៅលោកគ្រូនៅលោកគ្រូនៅបាទអញ្ចឹងទូរស័ព្ទដៃមិនដែរទូរស័ព្ទដៃខ្ញុំគិតថាបើពីជំនាន់មុនវាជាកម្មសិទ្ធិរួមប៉ុន្តែឥឡូវយើងអាចទិញប្រើប្រាស់វាបានអញ្ចឹងវាជាកម្មសិទ្ធិឯកជនអាចឲ្យអ្នកណាមកប្រើប្រាស់របស់យើងបានបើមិនជាយើងទិញដាច់វាដោយយើងផ្ទាល់បាទបើយើងទិញមករបស់យើងហ្នឹងវារបស់យើងឃើញហ្នឹងគេហៅកម្មសិទ្ធិឯកជនណាហើយក៏មានឯកសារដែរបើនៅជប៉ុនណាយើងទិញយើងសរសេរឯកសារថាយើងទូរស័ព្ទនេះលេខប៉ុណ្ណេះលេខកូដវាប៉ុន្មានគឺរបស់យើងហើយអញ្ចឹងបើនៅជប៉ុនគេកម្រមានណាលក់ទូរស័ព្ទអីហើយមានណាចោលលួចចោលអីបាទប៉ុន្តែបើយើងយកទូរស័ព្ទដៃនឹងដាក់ប្រើនៅសាលាទីហោលេខាអញ្ចឹងអាហ្នឹងគឺអ្នកប្រើច្រើននេះគេហៅរួមហើយអញ្ចឹងបើខ្ញុំបដោតអាហ្នឹងបដើហើយដល់ចូលជ្រៅទៀតទៅគឺយើងអត់ញាក់ផ្អើលបាទផ្លូវថ្នល់មិនដែរទួលឆ្លើយណាអ្នកគ្រូរីធីតានៅហ៎đà nát đâu ấy đà nát cha là cú mày đá lâu nó bỏ rúm đưa vào bỏ ai chuẩn lớp phôi nên tụi mình tập tặng máy chân bọ mà Đà Lạt nó vinh nó nè chai thôi Đà Lạt tập cùng tiếng nào ấy là làm tiếng tẻ trận nế mày tập cuộc về đó đó và lâu ở lâu nó liên ọt vạ lái đăng là
រួមប៉ុន្តែសួរបន្ថែមដែរចឹងចើមផ្លូវវាចន្លោះផ្ទះហើយនឹងផ្លូវណាចេតូលីដាគិតមិនដែរចើមផ្លូវ ចាំផ្លូវខ្ញុំគិតថាវាជាកម្មសិទ្ធិឯកជនដោយសារថាវាអាចជាកន្លែងផ្ទះរបស់គេទុកដីទិញទូទៅចឹងបាទហ្នឹងវាមើលតំណងចឹងមែនប៉ុន្តែតាមពិតអត់ចឹងទេចាំផ្លូវគឺបោះរួមដោយផ្លូវចឹងណាម្ចាស់ផ្ទះអាចមានសិទ្ធិធ្វើអីលើហ្នឹងទេអានេះបើយើងនិយាយពីការបែងចែកកម្មសិទ្ធិបែបសេដ្ឋកិច្ចទីផ្សារណាដូចនៅជប៉ុនឬក៏ខ្មែរយើងសម័យអង្គមរាជនិយមអីគឺគេអត់ចែកអញ្ចឹងទេចាំផ្លូវគឺដូចផ្លូវអញ្ចឹងសម្រាប់មនុស្សដើរសម្រាប់មនុស្សអីណាហើយដល់ពេលយើងចាប់ផ្ដើមកែហ្នឹងមកថាចាំផ្លូវយើងអាចប្រើគេហៅសហកម្មសិទ្ធិម្ចាស់ផ្ទះអាចប្រើមួយរយៈអញ្ចឹងណាអញ្ចឹងទៅក៏មានបញ្ហាយើងផ្ទះចរាចរណ៍ញ៉ៃច្រើនអញ្ចឹងណាចាហ្នឹងគឺជាឧទាហរណ៍ងាយហើយកាលណាយើងចែកកម្មសិទ្ធិនឹងអត់ត្រូវបញ្ហាវាកើតច្រើនអញ្ចឹងណាចឹងមិនសភៅគាត់ហ្នឹងគឺវាមានឥទ្ធិពលខ្លាំងអញ្ចឹងយើងធ្វើតាមគាត់បន្តិចទៅសង្គមមួយឬក៏ជីវភាពយើងទូទៅវាខុសគ្នាឆ្ងាយខុសគ្នាខ្លាំងហ្មងណាបាទថ្នាក់រៀននេះគឺមិនមែនរបស់យើងតែម្នាក់ទេរបស់យើងច្រើនគ្នាអញ្ចឹងវាជារបស់រួមអញ្ចឹងការគ្រប់គ្រងថ្នាក់រៀនច្បាប់ទម្លាប់គឺរួមដោយតាប្រទេសមួយអញ្ចឹងហើយតុកអីហ្នឹងគឺរបស់រួមអញ្ចឹងយើងរៀនចែកបែបហ្នឹងទៅយើងការរស់នៅយើងក៏សំណុកហើយសេដ្ឋកិច្ចបើយើងនិយាយពីសេដ្ឋកិច្ចឬក៏ផលពីការរៀនរបស់យើងក៏វាសំណុកដែរគេហៅថាការរៀនពងរៀនមេរៀនខ្មែរអញ្ចឹងគេហៅពងរៀនគ្រូខ្មែរហ្នឹងគឺគ្រូរួមក្នុងណាហ្នឹងតែនឹកឃើញទៅសួរកណិតវិញអញ្ចឹងទៅឧទាហរណ៍អាហ្នឹងគឺយើងអត់តន់បដោតលើការងាររួមទេអត់ប្រធានបទរួមបាទតែឲ្យយើងស្មុគស្មាញតិចបានផ្សាមតិចចុះបាទនេះបទចម្រៀងឧទាហរណ៍ថាយើងនិពន្ធបទចម្រៀងបានមួយបាទកម្មសិទ្ធិរបស់យើងអាហ្នឹងឯកជនរបស់យើងខ្ញុំថតយ៉ាងហ្នឹងណាឲ្យសួរថាចាក់ផ្សាយនៅក្នុងវិទ្យុបានអត់បានអត់ណាអាចសាកឆ្លើយមិនឃើញឆ្លើយមកខ្ញុំហៅចេះតែអត់ចំអញ្ចឹងហៅចំអ្នកដុសធ្មេញទៅអីបាទតែហៅដូចចម្រៀងព្រាបសវត្តហងមាសអីចឹងណាយើងទិញឌីសគាត់មកទិញឌីសចម្រៀងនេះមកហើយយើងយកទៅបង្ហោះក្នុង YouTube កើតអត់អត់កើតទេគ្រូគាត់សុំសិតគេសិនអញ្ចឹងគ្រូសុំសិតណាបាទហ្នឹងបានន័យថាហ្នឹងគឺកម្មសិទ្ធិឯកជនអានេះយើងយកទៅឲ្យអ្នកផ្សេងប្រើដល់តែសុំសិទ្ធិគេហើយជាក់ដែរយើងវាអត់មានចឹងតែបើ YouTube គាត់រក្សាឲ្យថ្មីហ្នឹងណាវាដូចយើងយកទូរស័ព្ទរបស់ម្នាក់យកទៅឲ្យអ្នកផ្សេងប្រើអញ្ចឹងវាអត់កើតហ្នឹងវាយើងគិតតាមទិសដីសេដ្ឋកិច្ចងាយហ្នឹងណាយើងត្រូវចែកគ្នាអាណាឯកជនអាណារួមអញ្ចឹងណាហើយដូចសម័យសង្គមរាស្ត្រនិយមអីហ្នឹងគឺគាត់ការពារកម្មសិទ្ធិឯកជននេះគេហៅកម្មសិទ្ធិបញ្ញាឯកជនមែនប៉ុន្តែគេហៅកម្មសិទ្ធិបញ្ញាដោយសារយើងប្រើសមត្ថភាពទៅផលិតហើយវាអត់មានរូបរាងអីទេអាហ្នឹងវាដូចបច្ចេកទេសអីមួយអញ្ចឹងណាដូចសិនទីសមុទ្រអីចឹងគាត់ថតចម្រៀងហើយគឺរដ្ឋការពារឲ្យគេហៅចុះកម្មសិទ្ធិបញ្ញាហ្នឹងអញ្ចឹងចង់ចាក់នៅរថយោអីហ្នឹងតែគាត់ប្តឹងសងលុយគាត់ហើយយកទៅចាក់នៅណាពីគាត់អត់អនុញ្ញាតអីលើសពីការអនុញ្ញាតរបស់គាត់ឧទាហរណ៍អាហ្នឹងគឺបងលុយគាត់ហើយចឹងទៅយើងគ្រាន់តែការពារកម្មសិទ្ធិប៉ុណ្ណឹងរដ្ឋអត់មានធ្វើអីទេគ្រាន់តែប្រកាសថាខ្ញុំទទួលស្គាល់កម្មសិទ្ធិបញ្ញាហ្នឹងចុះឈ្មោះមកហើយដល់ពេលទៅទីមកគាត់ប្តឹងថាយករបស់គាត់ទៅចាក់ហើយ
chẳng là ca hao suối cho mấy mình vô cái thì chạy chẳng thầu xón á nhé thôi tập phần nắng tóc chọc càng nghề rồi thưa tập phần nắng dân khơi nha ở sớm mày thằng cung bên dùng nắng bọt chùm hiện dân chở nè hay nè chùm hiện còn chở nó cao vì bạc nghề nghề nó vậy nhé quạt thọ tà buôn phèm bót quạt chi phiếp quạt thu thia lên thưa xài cài để nhom vậy là chân tấu phần nè kê bạc cài các cái phần thế đó chân tấu miền thực chất hay ban tầng phò bị dọn ở bình tiền chân tấu mà được ra ngay bờ lẩu dương ọt cà phê lại nâng bán bàn tịch tuổi đá chân tấu ca phần phải có khóc nè tam nâng đa dương tàu chỉ để thả bỏ phải bọt cái mà thọt đó bị lươn về chân này phải tịch á nè tam nâng được nè nắng cứ cạo làm vì từ đây sẽ được cạnh nghề chân dương ọt bàn hiện thì được cách dương mưa ọt đằng tề hay dương ai xin ngò làสมัยมุนเกtrường bờ rô rồi có bậc cài tài như bên mền chẳng thế cứ đời xa hưởng ở năng nè cái miền đời thực hiện nè trường bờ rô có mình khoa đó nhé miền là bạm năng mới nhôm và hai tàu phơi nè dùm riêng đã làm bực rồi ở trong cái cặp tại dân cứ to tàu trên này thì pram thay về việc chia xa này về bỏ bị ăn lệ máu dân đăng thế để nhưng mấy nhầm cần phải chạy thà sẽ được cách mình nó cứ sẽ được cách việc chia bằng này thay dân riêng với chia một chia ai năng cái dùng pháo với cứ việc chia sẻ sẽ được cách đấy economic science anh bên này khó khăn này sẽ được cách chia nó là cái trong bắt đầu thà chia sẻ nó còn mình ấy bị xe đấy bị rủa đấy rồi tham miền phò tang miền chủng hiền cái sặc sá cái miền từ đấy hay cái miền phò tang màu tiếng tọt nó cái hào chia sẻ sẽ được cách phần dân ở riêng đang năng thể dân hiện tỷ đập phí nó cứ từ đây một thực tế miền bài bị chia sẻ thì miền tổ hợp phò tang là màu tiếng tọt đấy tên chẳng nhung bị chạy cái này năng tích hay dân mơ nè phải nên nè thông mà để còn sẽ dùng này sẽ được cách tạiក្នុងnày chia sẻ sẽ được cách chẳng á tại ở miền phào chia sẻ thì còn là thà đọ sóng vì dịch phù quạt cầm rật hai chia lại việc chờ nữa nè khi chẳng mê đến chọc phần nắng ấy và miền phần núi ai chọc đàm bán